ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកធ្វើពងទាប្រៃចាពងទាប្រៃត្រាំជាមួយនឹងស្លឹកតើយអញ្ចឹងដំបូងគឺខ្ញុំទៅកាត់ស្លឹកតើយជាមុនសិនចាបន្ទាប់មកគឺខ្ញុំត្រូវលាងសម្អាតសម្បកពងទាឲ្យបានស្អាតចាដោយសារតាពងទានេះគឺមានប្រឡាក់ណាអូខេចាបន្ទាប់មកគឺខ្ញុំត្រូវចាដាំទឹកនៅពេលដែលទឹកពុះគឺខ្ញុំដាក់អំបិលក្រួសចូលហើយអំបិលក្រួសគឺមានចំនួន2ខាំតែអញ្ចឹងចំពោះពងទាគឺ10គ្រាប់គឺយើងដាក់1ខាំ20គ្រាប់យើងដាក់2ខាំចាបន្ទាប់មកគឺខ្ញុំដាក់ស្លឹកតើយចូលចាអញ្ចឹងយើងរំងាស់វាឲ្យចេញជាស្លឹកតើយបន្តិចទៅអូខេហើយយើងដាក់វាឲ្យចុះត្រជាក់ចាអញ្ចឹងស្របពេលទឹកយើងកំពុងតែចុះត្រជាក់អញ្ចឹងគឺខ្ញុំមករៀបពងទាឲ្យហើយចាគឺខ្ញុំដាក់ចូលក្នុងកន្លស្អាតមួយហើយចំពោះទឹកគឺត្រូវចាទុកវាឲ្យត្រជាក់ស្រេបតែម្ដងចាំចាក់ចូលណាចាចំពោះស្លឹកតើយដែលយើងបានរំងាស់មិញអញ្ចឹងយើងចាដាក់វាពីលើដើម្បីឲ្យពងទាហ្នឹងគឺវាចាចុះទៅក្រោមចាបានប៉ុណ្ណឹងមកគឺយើងត្រូវរក្សាទុកពងទាប្រៃយើងចាចំនួន20ថ្ងៃសិនអូខេឥឡូវនេះគឺពងទាយើងបានចំនួន20ថ្ងៃហើយអញ្ចឹងយើងមកមើលតើពងទាយើងមានចារូបរាងបែបណាចាអញ្ចឹងយើងឃើញថាពណ៌របស់វាគឺពណ៌លឿងតែម្ដងចាពណ៌លឿងបែបហ្នឹងហើយចំពោះសាច់វាខាងក្នុងគឺប្រៃល្មមចាអញ្ចឹងបើយើងញ៉ាំជាមួយបបរសតិចគឺកាន់តែអែមតែម្ដងចាគឺរសជាតិវាធានាថាឆ្ងាញ់អូខេអរគុណច្រើន